ស្លឹកដំឡូងមីមានប្រូតេអ៊ីនចន្លោះពី20ទៅ25%ដូច្នេះហើយត្រូវបានគេប្រើជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វដើម្បីកាត់បន្ថយថ្លៃដើមនិងជំនួសឲ្យប្រូតេអ៊ីនផ្សេងៗដូចជាប្រូតេអ៊ីនត្រីនិងសណ្តែកសៀងជាដើមយោងតាមលទ្ធផលស្រាវជ្រាវនិងការប្រើប្រាស់ក្នុងការចិញ្ចឹមសត្វបានបង្ហាញថាវាមានប្រសិទ្ធភាពខ្ពស់នៅក្នុងការជំរុញការលូតលាស់សត្វបានយ៉ាងល្អដូច្នេះហើយវាអាចប្រើជំនួសឲ្យចំណីមកពីប្រភពផ្សេងៗឬប្រើជាពណ៌បន្ថែមពីលើចំណីការុងដែលបងប្អូនតែងតែប្រើប្រាស់ដើម្បីកាត់បន្ថយថ្លៃដើមរបស់យើងឲ្យវានៅកម្រិតទាបនិងយើងទទួលបានផលចំណេញសមរម្យផងដែរអាស្រ័យហេតុនេះនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីដំណើរការនៃការផលិតនិងការច្នៃស្លឹកដំឡូងមីដើម្បីធ្វើទៅជាចំណីគ្រាប់បញ្ជាក់ប្រាប់បងប្អូនតិចមិនមែនឲ្យប្រើស្លឹកដំឡូងមីនឹងសុទ្ធទេមានថាបងប្អូនអាចយកវាទៅលាយជាមួយនឹងចំណីការុងដើម្បីកាត់បន្ថយការចំណាយជាដំបូងបងប្អូនត្រូវតែកាច់ស្លឹកឬក៏ត្រួយដំឡូងមីនឹងហើយហាន់ជាដុំតូចៗរួចដាក់ហាលចំពោះការកាត់ជាស្លឹកតូចៗឬក៏ជាដុំតូចៗនេះបងប្អូនអាចប្រើប្រាស់ម៉ាស៊ីនក៏បានឬក៏យើងកាត់ទៅខ្លួនឯងក៏បានដែរការកាត់ជាបំណែកតូចៗបែបនេះវាធ្វើឲ្យស្លឹកដំឡូងមីនឹងស្ងួតល្អហើយក្នុងកំឡុងពេលហាលបងប្អូនត្រូវតែប្រែវាឲ្យវាត្រូវថ្ងៃឲ្យបានសព្វដើម្បីឲ្យស្លឹកនឹងវាស្ងួតល្អគ្រប់សព្វអញ្ចឹងយើងហាលចន្លោះពី2ទៅ3ថ្ងៃការហាលឲ្យស្ងួតល្អធ្វើឲ្យស្លឹកដំឡូងមីនឹងវាអត់កើតផ្សិតណាបងប្អូនហើយចំពោះការកាត់ឲ្យវាតូចៗនឹងបងប្អូនអាចប្រើប្រាស់ម៉ាស៊ីនក៏បានបើសិនបើយើងធ្វើនៅក្នុងបរិមាណចំនួនច្រើនហើយម៉ាស៊ីនកាន់ស្មៅឬក៏កាត់ស្លឹកដំឡូងមីនេះនៅក្រុមហ៊ុនមានតិចមានលក់ដែលជាផលិតផលបច្ចុប្បន្នបងប្អូនអាចទៅសាកសួរព័ត៌មានបន្ថែមបានហើយមូលហេតុដែលគេត្រូវតែហាលស្លឹកដំឡូងមីខ្ញុំជឿថាមានបងប្អូនមួយចំនួនឆ្ងល់ហើយថាចាប់បាច់ហាលធ្វើអីយើងមិនប្រើប្រាស់ស្លឹកដំឡូងមីស្រស់ទៅពីព្រោះថាអ្នកខ្លះគឺគាត់បេះស្លឹកដំឡូងមីស្រស់ៗយកទៅឲ្យត្រីឬក៏សត្វរបស់គាត់ស៊ីតែម្ដងប៉ុន្តែជាការពិសោធន៍គឺគេបានដឹងថាជាធម្មជាតិរបស់ស្លឹកដំឡូងមីស្រស់គឺវាមានជាតិពុលសំខាន់2យ៉ាងនៅក្នុងនោះគឺមានជាប្រភេទអាស៊ីត hydrocyanic ហើយនិងអាស៊ីតតានីនប៉ុន្តែនៅពេលដែលគេហាលស្ងួតកម្រិតនៃជាតិអាស៊ីតនៅក្នុងស្លឹកដំឡូងមីហ្នឹងវាស្ថិតនៅក្នុងកម្រិតមួយទាបណាពីព្រោះថាជាតិពុលវាត្រូវបានហួតទៅដោយកម្ដៅថ្ងៃហើយនៅពេលដែលហាលថ្ងៃរហូតដល់វាស្ងួតបែបនេះគឺវាស្ថិតនៅក្នុងកម្រិតមួយដែលវាអត់មានគ្រោះថ្នាក់ទៅដល់សត្វទេតែបើសិនបើយើងដាក់វាស៊ីស្រស់ៗជាតិអាស៊ីតទាំងពីរហ្នឹងវាអាចបង្កទៅជាគ្រោះថ្នាក់ទៅដល់សត្វដែរកម្រិតទាបនៃជាតិអាស៊ីត hydrocyanic នេះវាអាចជំរុញភាពធន់ទៅនឹងជំងឺរបស់សត្វបានមិនត្រឹមតែមានគ្រោះថ្នាក់វាបានខ្លះទៅជាអង្គតិកជំរុញភាពធន់នៃជំងឺនៅក្នុងសត្វណាបងប្អូនហើយចំណែកដែរអាស៊ីតយ៉ានីនគឺវាមានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហាររបស់សត្វអញ្ចឹងអាស៊ីតយ៉ានីនដែលមានកម្រិតទាបត្រឹមតែ14.79 មីលីក្រាមនៅក្នុង1គីឡូហ្នឹងវាអាចគ្រប់គ្រងប៉ារ៉ាស៊ីតនៅក្នុងពោះសត្វបានហើយវាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងប៉ារ៉ាស៊ីតនៅក្នុងខ្លួនរបស់សត្វដូចជាពពុះពពែហើយនិងជៀមជាដើមទៀតបានយកវាទៅពិសោធន៍ចំពោះសត្វទាំងអស់នេះនៅពេលដែលគេហាលវាឲ្យស្ងួតគឺវាមិនមានគ្រោះថ្នាក់ទៅដល់សត្វប៉ុន្តែវាបែរជាជួយឲ្យសត្វនឹងធំលូតលាស់លឿនហើយជួយគ្រប់គ្រងប៉ារ៉ាស៊ីតនៅក្នុងពោះសត្វទៅទៀតដែលវាអាចជំនួសឲ្យការប្រើប្រាស់ថ្នាំកម្ចាត់ប្រភេទពួកព្រូនអីផ្សេងៗបងប្អូននៅពេលបងប្អូនចូលស្លឹកដំឡូងមីហាលស្ងួតនឹងតែឲ្យប្រភេទគោក្របីជ្រូកឲ្យយើងស៊ីអញ្ចឹងទៅគឺយើងមិនចាំបាច់ប្រើប្រាស់ថ្នាំទម្លាក់ព្រូនទេហើយគេចាត់ទុកស្លឹកដំឡូងមីនេះគឺជាចំណីដែលកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនៅក្នុងការចិញ្ចឹមដែរនៅពេលដែលប្រើប្រាស់វាគឺយើងអត់ចាំបាច់ប្រើប្រាស់ថ្នាំគីមីអីផ្សេងៗទេពីព្រោះវាជួយសម្រួលទៅដល់បាក់តេរីនៅក្នុងពោះរបស់សត្វហើយបន្ទាប់ពីហាលស្ងួតហើយបងប្អូនទៅយកស្លឹកដំឡូងមីហ្នឹងទៅហាន់ឬកិនឲ្យម៉ត់ដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងការហាន់ឬកិននេះគឺយើងត្រូវប្រើម៉ាស៊ីនទៅដើម្បីឲ្យវាម៉ត់ល្អហើយបើសិនបើបងប្អូនអាចសុំវាជាគ្រាប់ទៀតកាន់តែល្អដើម្បីឲ្យវាងាយស្រួលទុកដាក់ហើយយើងអាចលាយជាមួយនឹងចំណីការុងដែលយើងប្រើប្រាស់ផងដែរហើយជាទូទៅនៅក្នុងប្រទេសជិតខាងយើងគឺគេកិនវាហើយគេសូនវាជាគ្រាប់ដូចបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងប៉ុន្តែក្នុងការប្រើប្រាស់ស្លឹកដំឡូងមីធ្វើទៅជាអាហារបំពន់បន្ថែមទៅលើចំណីសត្វឬក៏ចំណីការុងដែលយើងប្រើប្រាស់បងប្អូនគឺយើងមិនមែនចេះតែប្រើប្រាស់ទេគេមានលក្ខខណ្ឌហើយនិងកម្រិតនៅក្នុងការប្រើប្រាស់ច្បាស់លាស់បើសិនបងប្អូនប្រើប្រាស់ស្លឹកដំឡូងមីស្ងួតដែលយើងបានកិនឬក៏យើងបានសូនជាគ្រាប់នេះប្រើប្រាស់ជាមួយនឹងក្នុងការចិញ្ចឹមមាន់បងប្អូនត្រូវប្រើតែ7%ដ
នៃចំណីសរុបបានហើយបើសិនបើបងប្អូនធ្លាប់ប្រើចំណីក្រុង10គីឡូអញ្ចឹងបងប្អូនត្រូវតែបន្ថយវានៅសល់តែ9គីឡូ3ខាំបានហើយយើងដាក់ស្លឹកដលងមីដែលយើងហាស្ងួតកិនហើយនឹងចំនួន7ខាំចឹងមានថាបើសិនតែយើងប្រើប្រាស់នៅក្នុងការចិញ្ចឹមមាន់គឺយើងប្រើប្រាស់ត្រឹមតែ7%ចំពោះជ្រូកគឺ15%ចំពោះគោក្របីចៀមពពែអីគឺ20%គួរបញ្ជាក់ប្រាប់បងប្អូនដែរថាស្លឹកដលងមីស្ងួតគឺមានប្រូតេអ៊ីនឆ្លោះពី20ទៅ25%អាចប្រើជំនួសប្រូតេអ៊ីនដើមដូចជាប្រភេទប្រូតេអ៊ីនត្រីឬក៏សណ្តែកសៀងហើយវាមានសារជាតិជួយបំពន់ធ្វើឲ្យគោក្របីជ្រូកមាន់ទាយើងនឹងលូតលាស់បានយ៉ាងល្អហើយស្លឹកដំឡូងមីស្ងួតប្រមាណ400ក្រាមស្មើនឹងប្រូតេអ៊ីនឆ្លោះពី45ទៅ50ក្រាម